សួស្តីអ្នកទាំងអស់គ្នាតោះថ្ងៃនេះខ្ញុំចង់ណែនាំតកតងទៅនឹងកិរិយាសព្ទនៅក្នុងភាសាជប៉ុនណាអ្នកទាំងអស់គ្នានៅក្នុងភាសាជប៉ុនគឺកិរិយាសព្ទគេបែងចែកជា3ក្រុមណាបាទអញ្ចឹងវីដេអូនេះគឺសំខាន់សម្រាប់អ្នកទៅបញ្ចប់ផ្ដើមរៀនភាសាជប៉ុនឬក៏ជាពិសេសគឺនៅក្នុងមេរៀនទី14ទៅគឺមានការប្រវែកកិរិយាសព្ទណាអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវស្គាល់ក្រុមកិរិយាសព្ទណាបាទអញ្ចឹងនៅក្នុងភាសាជប៉ុនអ្នកទាំងអស់គ្នាមើលក្រុមទី1គឺគេសម្គាល់ដោយសំឡេងជូអក្សរអ៊ីនៅជាប់ម៉ាស់អញ្ចឹងជូសំឡេងអក្សរអ៊ីវាមានអ៊ីគីស៊ីនីអីជាដើមណាបាទអញ្ចឹងគេហៅថាជូអក្សរអ៊ីអីមិនមែនអក្សរអ៊ីតែមួយណាគឺជូបាទអញ្ចឹងដែលវានៅជាប់ម៉ាស់ហ្នឹងគេសំដៅទៅលើក្រុមទី1ណាអ្នកទាំងអស់គ្នាហើយចំពោះក្រុមទី2ណាបាទចំពោះក្រុមទី2គឺគេសម្គាល់ដោយសំឡេងជូអក្សរអេនៅជាប់ម៉ាស់បាទនិយាយទៅឲ្យទៅអក្សរអេនឹងវានៅជាប់ជាមួយនឹងម៉ាស់សឹហ្នឹងគឺគេចាត់ទុកថាកិរិយាសព្ទហ្នឹងគឺវាស្ថិតនៅក្នុងក្រុមទី2ឯណាបាទនៅពេលដែលអ្នកទាំងអស់គ្នាប្របែកតម្រង់កិរិយាសព្ទគឺអ្នកទាំងអស់គ្នាមានភាពងាយស្រួលក្នុងការចំណាំអញ្ចឹងអ្នកទាំងអស់គ្នារៀនចំណាំជាមួយខ្ញុំណាបាទចំពោះក្រុមទី3នេះបាទអញ្ចឹងមានក្រុមទី3គឺសម្គាល់ដោយអក្សរស៊ីម៉ាស់នៅខាងចុងប្រយោគណាបាទអញ្ចឹងអាហ្នឹងចំពោះកិរិយាសព្ទនេះបាទអញ្ចឹងដំបូងឡើយគឺអ្នកទាំងអស់គ្នាមកមើលអីគេនេះរៀនកិរិយាសព្ទក្រុមទី1បាទ Ichi group អញ្ចឹងអ្នកទាំងអស់គ្នាមករៀនតាក់ទងទៅនឹងក្រុមទី1ជាមួយខ្ញុំណាដែលមានសំឡេងជូអក្សរអ៊ីនៅជាប់ម៉ាស់ថាតើជូសំឡេងអក្សរអ៊ីជាប់ម៉ាស់ហ្នឹងគឺមានអក្សរអីខ្លះជូអីខ្លះអញ្ចឹងអ្នកទាំងអស់គ្នាមើលពាក្យជាមួយខ្ញុំទាំងអស់គ្នាណាបាទតែអញ្ចឹងអ្នកទាំងអស់គ្នាណាកិរិយាសព្ទក្រុមទី1 Ichi group របស់យើងបាទពាក្យទី1គឺពាក្យសាវ៉ារីម៉ាស់ណាបាទសាវ៉ារីម៉ាស់ហ្នឹងយើងបកប្រែថាប៉ះណាបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចរៀនចំណាំទាំងកាន់ជីក៏បានដែរបើសិនជាអ្នកទាំងអស់គ្នាចង់ចេះចំណាំណាបាទពាក្យទី2របស់យើងហ្នឹងគឺ kakimasu បាទនេះរបៀបអានណាបាទ kawakimasu មិនមែន kakimasu ទេ kawakimasu ហ្នឹងមានន័យថាស្ងួតណាបាទស្ងួតពាក្យទី3 kizukimasu ហ្នឹងចាប់អារម្មណ៍បាទ kizukimasu បាទពាក្យទី4ណាបាទគឺ hiyashimasu បាទ hiyashimasu ហ្នឹងគឺធ្វើឲ្យត្រជាក់ណាបាទឬក៏យើងយកទៅក្លាសេអីចឹងណាបាទ hiyashimasu ហ្នឹងតែអញ្ចឹងអ្នកទាំងអស់គ្នាមើលពាក្យបន្ទាប់ទៀតគឺពាក្យ aimasu បាទនេះ kanji aimasu ណាបាទ aimasu ហ្នឹងមានន័យថាជួបអញ្ចឹងអ្នកទាំងអស់គ្នាជួបគ្នាមួយណាគេអីយើងប្រើ aimasu ពាក្យចុងក្រោយគឺពាក្យ aimasu ដែរណាបាទkanji ខុសគ្នាអានដូចគ្នាណាអ្នកទាំងអស់គ្នាកន្លែងហ្នឹងណាក៏វាស្ថិតនៅក្នុងក្រុមទី1ដែរណាបាទ aimasu ហ្នឹងជួបយើងបកប្រែថាសមត្រូវល្មមនេះយើងអាចបកបាន3អត្ថន័យអ្នកទាំងអស់គ្នាពាក្យហ្នឹងអញ្ចឹងនេះហើយគឺជាក្រុមទី1នេះអ្នកទាំងអស់គ្នាមើលរាល់ពាក្យរីគីឬក៏ស៊ីអ៊ីនឹងអីហ្នឹងគឺនៅក្នុងក្រុមទី1ឯបាទអញ្ចឹងសំឡេងជួអក្សរអ៊ីណាបាទគេលោកអ្នកទាំងអស់គ្នាច្រឡំទៅអក្សរអ៊ីអីចឹងទៅណាបាទអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមើលវីដេអូនេះហើយអ្នកទាំងអស់គ្នានឹងចេះចំណាំកិរិយាសព្ទនៅក្នុងភាសាជប៉ុនថានេះក្រុមទីម៉ានណាបាទតោះអញ្ចឹងអ្នកទាំងអស់គ្នាក៏លេចមើលក្រុមទី2នេះក្រុមទី1ច្រឡំក្រុមទី2ណាបាទក្រុមទី1បន្តទៀតអញ្ចឹងវាមានច្រើនពាក្យណាតោះអញ្ចឹងពាក្យទី1ដាក់គីម៉ាស់បាទដាក់គីម៉ាស់ហ្នឹងមានន័យថាអោបណាបាទអ្នកទាំងអស់គ្នាអោបគ្នាអោបអីណាដាក់គីម៉ាស់ហ្នឹងតោះពាក្យទី2អាគីម៉ាស់ហ្នឹងបើកដូចអ្នកទាំងអស់គ្នាបើកទ្វារបើកបង្អួចអីគេប្រើអាគីម៉ាស់ហ្នឹងណាបាទហើយពាក្យបន្ទាប់ទៀតនេះពាក្យទី3នេះគឺអារឹគីម៉ាស់បាទអារឹគីម៉ាស់ហ្នឹងដើរណាបាទអ្នកទាំងអស់គ្នាដើរពាក្យបន្ទាប់ទៀតអ៊ីម៉ាស់ហ្នឹងមានន័យថានិយាយណាបាទនិយាយបាទអញ្ចឹងអ៊ីសូហ្គីម៉ាណាបាទអ៊ីសូហ្គីម៉ាមានន័យថាប្រញាប់ណាបាទប្រញាប់បញ្ញាបន្តអីចឹងណាបាទអញ្ចឹងពាក្យចុងក្រោយគឺពាក្យ ugokimasu បាទមានន័យថាមានចលនាក៏បានផ្លាស់ទីក៏បានអញ្ចឹងអ្នកទាំងអស់គ្នាក៏លេចមើលជាមួយខ្ញុំឃើញអក្សរគិនេះវាស្ថិតនៅជាប់ម៉ាស់អក្សរគិនេះទៀតណាបាទអក្សរអ៊ីនេះក៏ជាប់ម៉ាស់គិនេះក៏ជាប់ម៉ាស់គិនេះក៏ជាប់ម៉ាស់ដែរអញ្ចឹងសិតតែអក្សរដែលវាស្ថិតនៅជាប់ម៉ាស់ទាំងអស់អញ្ចឹងគឺអានឹងហើយគឺគេហៅថាកិរិយាសព្ទក្រុមទី1ណាបាទតោះអញ្ចឹងអ្នកទាំងអស់គ្នាមកមើលកិរិយាសព្ទក្រុមទី1ជាមួយខ្ញុំបន្តទៀតណាបាទអញ្ចឹងខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាយល់ហើយនឹងចេះពាក្យបាទកាន់តែច្រើនជាមួយនឹងកិរិយាសព្ទក្រុមទី1
តែអញ្ចឹងអ្នកទាំងអស់គ្នាមើលពាក្យដំបូងគេគឺពាក្យ Yaburima បាទ Yaburima ហ្នឹងមានន័យថាហែកណារហែកហែកអីចឹងទៅណា Yaburima តែអញ្ចឹងពាក្យទី2ទៀតគឺពាក្យ Kotowarima បាទ Kotowarima ហ្នឹងបដិសេធអ្នកទាំងអស់គ្នាបដិសេធទៅលើសំណើរបស់គេហ្នឹងគឺយើងប្រើពាក្យហ្នឹងណាបាទពាក្យបន្ទាប់ទៀតម៉ាក់យ៉យម៉ាស់ណាអ្នកទាំងអស់គ្នាខណ្ឌជីម៉ាក់យ៉យម៉ាស់មានន័យថាវង្វេងអ្នកទាំងអស់គ្នាវង្វេងផ្លូវវង្វេងអីគឺគេប្រើប្រាស់ពាក្យហ្នឹងណាបាទតែអញ្ចឹងពាក្យបន្ទាប់ទៀតណាអ្នកទាំងអស់គ្នាអ៊ឺរីម៉ាស់អ៊ឺរីម៉ាស់ហ្នឹងលុណាអ្នកទាំងអស់គ្នាយើងលុបាយលុម្ហូបលុភេសជ្ជៈលុអីហ្នឹងគឺយើងប្រើពាក្យហ្នឹងណាពាក្យបន្ទាប់ទៀតគឺពាក្យអូខឺរីម៉ាស់បាទអូខឺរីម៉ាស់ណាមានន័យថាផ្ញើអ្នកទាំងអស់គ្នាផ្ញើលុយផ្ញើអីហ្នឹងណាបាទផ្ញើសម្បត្តិផ្ញើអីហ្នឹងគឺគេប្រើពាក្យហ្នឹងណាបាទតែអញ្ចឹងអ្នកទាំងអស់គ្នាមើលពាក្យចុងក្រោយគឺពាក្យអូស៊ីម៉ាស់បាទអូស៊ីម៉ាស់ហ្នឹងមានន័យថាចុចអញ្ចឹងអ្នកទាំងអស់គ្នាចុចអីគេចុចប៊ូតុងចុចអីហ្នឹងគឺគេប្រើហ្នឹងអញ្ចឹងពាក្យទាំងអស់ហ្នឹងគឺស្ថិតនៅក្នុងក្រុមទី1ណាបាទកិរិយាសព្ទក្រុមទី1តែអញ្ចឹងអ្នកទាំងអស់គ្នាមើលពាក្យជាមួយខ្ញុំបន្តទៀតណាបាទតែអញ្ចឹងអ្នកទាំងអស់គ្នាពាក្យទី1របស់យើងនៅខាងលើណាបាទអុម៉យម៉ាស់អម៉យម៉ាស់ហ្នឹងគិតថាបាទគិតថាសូកាន់ជីវាមើលបាទអម៉យម៉ាស់ហ្នឹងគិតឬក៏គិតថាពាក្យបន្ទាប់ទៀតអូយ៉ូគីម៉ាស់បាទអូយ៉ូគីម៉ាស់ហែទឹកណាបាទហែទឹកពាក្យទី3អូវ៉ារីម៉ាស់បាទអូវ៉ារីម៉ាស់ហ្នឹងបញ្ចប់ឬក៏ចប់ដូចយើងរៀនចប់រៀនអីចឹងណាបាទអូវ៉ារីម៉ាស់តោះយើងបញ្ចប់អីចឹងណាបាទតែអញ្ចឹងពាក្យទី4ណាបាទមីអូខឺរីម៉ាស់បាទមីអូខឺរីម៉ាស់ហ្នឹងមានន័យថាជូនដំណើរណាបាទជូនដំណើរពាក្យតបទៀតអ្នកទាំងអស់គ្នាពាក្យនេះគឺយើងអានថាថូរីម៉ាស់បាទថូរីម៉ាស់ហ្នឹងឆ្លងកាត់អ្នកទាំងអស់គ្នាយើងឆ្លងកាត់ឆ្លងអីហ្នឹងបាទឆ្លងផ្លូវណាបាទតែអញ្ចឹងអ្នកទាំងអស់គ្នាមើលពាក្យចុងក្រោយគឺពាក្យអេរ៉ាប៊ីម៉ាស់បាទអេរ៉ាប៊ីម៉ាស់ហ្នឹងយើងបកប្រែថាជ្រើសរើសបាទជ្រើសរើសអ្នកទាំងអស់គ្នាជ្រើសរើសអីគឺថោគេឲ្យរបស់2 3ឲ្យយើងជ្រើសរើសអញ្ចឹងណាបាទតែអញ្ចឹងអ្នកទាំងអស់គ្នាហ្នឹងគឺសិតតែក្រុមទី1ណាបាទអញ្ចឹងខ្ញុំនឹងធ្វើវីដេអូក្រុមទី2ផ្សេងដាច់ដោយឡែកពីគ្នាកុំឲ្យអ្នកទាំងអស់គ្នាមានការច្រឡំតាក់ទងទៅនឹងក្រុមឲ្យអ្នកទាំងអស់គ្នាងាយស្រួលរៀនកាន់តែងាយស្រួលបាទអញ្ចឹងកុំឲ្យថារៀនដំបងអត់ច្បាស់អីចឹងទៅឥឡូវអ្នកទាំងអស់គ្នាមើលវីដេអូនេះសង្ឃឹមថាអ្នកទាំងអស់គ្នាច្បាស់ជាមួយនឹងការរៀនជាមួយខ្ញុំណាបាទតោះអញ្ចឹងក្រុមទី1ទៀតពាក្យទី1ខាងលើស៊ីនជីម៉ាស់ហ្នឹងជឿអ្នកទាំងអស់គ្នាយើងជឿជាក់លើណាគេអីចឹងណាបាទជឿអញ្ចឹងទៅពាក្យទី2ណាបាទអ៊ឺតាហ្គៃម៉ាស់ហ្នឹងសង្ស័យណាបាទអ្នកទាំងអស់គ្នាសង្ស័យយើងសង្ស័យទៅលើដៃគូយើងអីហ្នឹងគឺគេប្រើអ៊ឺតាហ្គៃហ្នឹងហើយតោះពាក្យបន្ទាប់ទៀតណាអីគេម៉ាណាប៊ីម៉ាស់ហ្នឹងរៀនណាអ្នកទាំងអស់គ្នារៀនតាក់ទងទៅនឹងអីគេជំនាញអីមួយចឹងអ្នកទាំងអស់គ្នាប្រើពាក្យហ្នឹងបានណាបាទពាក្យបន្ទាប់ទៀតគឺណារ៉ាប៊ីម៉ាស់បាទណារ៉ាប៊ីម៉ាស់ហ្នឹងមានន័យថាតម្រង់ជួរឬក៏រៀបជាជួរបាទណារ៉ាប៊ីម៉ាស់អ្នកទាំងអស់គ្នាបាទមិនមែនម៉ាណាប៊ីម៉ាស់រៀនហ្នឹងណាបាទតោះពាក្យបន្ទាប់ទៀតអូដូរ៉ូគីម៉ាស់ហ្នឹងគឺភ្ញាក់ផ្អើលណាអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលណាបាទអ្នកទាំងអស់គ្នាមើលពាក្យចុងក្រោយគឺពាក្យអ៊ីរីម៉ាស់បាទអ៊ីរីម៉ាស់ហ្នឹងត្រូវការអញ្ចឹងអ្នកទាំងអស់គ្នាត្រូវការរបស់អីត្រូវការលុយត្រូវការអីយើងប្រើអ៊ីរីម៉ាស់ហ្នឹងណាបាទអញ្ចឹងកុំឲ្យមានការយល់ច្រឡំទៀតណាបាទអញ្ចឹងទាំងអស់ហ្នឹងគឺសក្រុមទី1ណាបាទដែលខ្ញុំលើកមកហ្នឹងដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលក្នុងការបែងចែកហើយមានពាក្យច្រើនសម្រាប់យកទៅរៀនជៀសវាងការច្រឡំបាទតែអញ្ចឹងអ្នកទាំងអស់គ្នាមើលពាក្យជាមួយខ្ញុំបន្តទៀតណាបាទក្រុមទី1គឺពាក្យខៃម៉ាស់ហ្នឹងទិញណាអ្នកទាំងអស់គ្នាយើងទិញអីគេទិញភេសជ្ជៈទិញបាយញ៉ាំអីចឹងទៅណាពាក្យទី2ខាអេស៊ីម៉ាសងណាបាទយើងសងលុយជពាក់លុយឬក៏យើងខ្ចីសភៅគេយើងសងសភៅគេចឹងទៅណាបាទពាក្យទី3ខាគីម៉ាសសែណាបាទខាគីម៉ាហ្នឹងសសែពាក្យទី4ខាស៊ីម៉ាឲ្យខ្ចីណាបាទឲ្យខ្ចីលុយឲ្យអីចឹងទៅពាក្យទី5បាទខាជីម៉ាឈ្នះអ្នកទាំងអស់គ្នាឈ្នះណាបាទឈ្នះកីឡាឈ្នះអីមួយចឹងទៅណាឈ្នះឆ្នោតណាបាទតទៅពាក្យចុងក្រោយគឺគីគីម៉ាគីគីម៉ាស់ហ្នឹងអ្នកទាំងអស់គ្នាយើងត្រូវដឹងណាបាទយើងអាចបកប្រែនៅក្នុងអត្ថន័យថាសួរក៏បានក្នុងអត្ថន័យមួយទៀតបកប្រែថាស្ដាប់ណាបាទអញ្ចឹងអ្នកទាំងអស់គ្នាcomplete ចំណាំអត្ថន័យផងណាបាទតើអញ្ចឹងអ្នកទាំងអស់គ្នាយើងមើលក្រុមបន្តទៀតណាបាទក្រុមនេះអ្នកទាំងអស់គ្នាមើលក្រុមទី1ដដែលណាបាទ Kirima បាទ Kirima ហ្នឹងកាត់ណាបាទយើងកាត់បន្លែកាត់អីចឹងក៏បានដែរកាត់សក់ក៏បានដែរបាទតោះអញ្ចឹងពាក្យទី2Kesima ហ្នឹងបិទណាអ្នកទាំងអស់គ្នា
យើងបាត់ភ្លើងបាត់អីហ្នឹងគឺយើងប្រើ Kexima បាទហើយពាក្យទី3នេះគឺ Savarima ហ្នឹងប៉ះពណ៌ឬក៏ steep អីចឹងទៅណាបាទប៉ះសាច់ប៉ះអីចឹងទៅពាក្យបន្ទាប់ទៀត Kawakima ហ្នឹងយើងបកប្រែថាស្ងួតបាទអ្នកទាំងអស់គ្នាតកតងទៅនឹងការស្ងួតអីមួយចឹងទៅតោះពាក្យបន្ទាប់ទៀតអីគេ Iwaima បាទ Iwaima ហ្នឹងគឺឲ្យពរជ័យឬក៏យើងបកប្រែថាជូនពរណាបាទជូនពរបាទអ៊ីវ៉ៃម៉ាស់អញ្ចឹងទៅបាទតែអញ្ចឹងពាក្យចុងក្រោយបាទគឺពាក្យអាយ៉ាម៉ារីម៉ាអាយ៉ាម៉ារីម៉ាហ្នឹងសុំទោសអ្នកទាំងអស់គ្នាពាក្យហ្នឹងអញ្ចឹងគឺវាស្ថិតនៅក្នុងក្រុមទី1ដូចគ្នាណាបាទអញ្ចឹងដើម្បីជៀសវាងអ្នកទាំងអស់គ្នាយល់ច្រឡំអញ្ចឹងខ្ញុំព្យាយាមលើកពាក្យច្រើនជាមួយអ្នកទាំងអស់គ្នារៀនជាមួយខ្ញុំបាទតោះអញ្ចឹងអ្នកទាំងអស់គ្នាមកមើលពាក្យបន្ទាប់ទៀតណាបាទពាក្យនេះ Kawashima បាទ Kawashima ហ្នឹងក្រុមទី1ដែរណាបាទធ្វើឲ្យខូចពាក្យទី2 Moshiko-mima ហ្នឹងចោះឈ្មោះណាអ្នកទាំងអស់គ្នាចោះឈ្មោះឬក៏ដាក់ពាក្យក៏បានដែរបាទមួយណាក៏បានដែរណាបាទពាក្យទី3បាទ Thanomima ហ្នឹងពឹងពាក់ឬក៏យើងស្នើសុំអីក៏បានដែរបាទពាក្យហ្នឹងណាបាទតោះពាក្យទី4ណាបាទនឹសឹមីម៉ាហ្នឹងលួចបាទនឹសឹមីម៉ាហ្នឹងលួចយើងលួចអីរបស់គេអាហ្នឹងអត់បានទេបាទនឹសឹមីម៉ាតែអញ្ចឹងអ្នកទាំងអស់គ្នាពាក្យបន្ទាប់ទៀតគឺពាក្យ Tatakima បាទ Tatakima សូកាន់ជីហ្នឹងបាទមានន័យថាផ្ទះក៏បានវាយក៏បានបាទផ្ទះវាយអីគេវាយបាទផ្ទះវាយអីចឹងណាបាទតែអញ្ចឹងអ្នកទាំងអស់គ្នាមើលពាក្យខាងក្រោម Kamima ហ្នឹងខំណាបាទអ្នកទាំងអស់គ្នាខំអីគេខំផ្លែឈើខំស្វាយខំអីចឹងទៅណាបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់បានងាយស្រួលណាបាទតែអញ្ចឹងអ្នកទាំងអស់គ្នាមើលក្រុមទី1បន្តទៀតជាមួយខ្ញុំណាបាទអញ្ចឹងពាក្យទី1នៅខាងលើបន្តទៀតណាអ្នកទាំងអស់គ្នាក្រុមទី1 Sirima ដឹងបាទ Sirima ដឹងសុយម៉ាស់មានន័យថាជុណាបាទសុយម៉ាស់ជុសឺមីម៉ាស់រស់នៅឬក៏យើងស្នាក់នៅក៏បានដែរសឺមីម៉ាស់ហ្នឹងណាបាទពាក្យបន្ទាប់ទៀតពាក្យស៊ឺវ៉ារីម៉ាស់បាទស៊ឺវ៉ារីម៉ាស់អង្គុយចុះណាបាទអញ្ចឹងខ្ញុំឆ្អល់ទៅកន្លែងនេះទៅដោយសារតែគិតថាអ្នកទាំងគ្នាបាទជាអត់សូវយល់ខាន់ជីណាបាទអញ្ចឹងពាក្យបន្ទាប់ទៀតដាស៊ីម៉ាស់បាទដាស៊ីម៉ាស់ដាក់ចេញណាបាទឬក៏យើងយកចេញក៏បានដែរណាបាទតែអញ្ចឹងពាក្យចុងក្រោយនេះគឺពាក្យតាឈីម៉ាហ្នឹងឈោអ្នកទាំងគ្នាយើងឈោក្រោកឈោក្រោកអីហ្នឹងគឺយើងប្រើប្រាស់ពាក្យហ្នឹងណាបាទតែអញ្ចឹងអ្នកទាំងអស់គ្នាក៏លេខមើលពាក្យបន្ទាប់ទៀតនេះសើក្រុមទី1អ្នកទាំងអស់គ្នាមិនបាច់ភ័យទេអញ្ចឹងខ្ញុំបែងចែកវីដេអូដាច់ពីគ្នាបាទតែអញ្ចឹងពាក្យសឺកៃម៉ាស់ប្រើប្រាស់ណាបាទសឺកៃម៉ាស់ហ្នឹងប្រើប្រាស់ពាក្យបន្ទាប់ទៀតសឺគីម៉ាស់ទៅដល់ឬក៏មកដល់ណាបាទពាក្យទី3សឺគឺរីម៉ាស់ហ្នឹងគឺបង្កើតក៏បានធ្វើក៏បានយើងធ្វើម្ហូបធ្វើអីបាទគឺយើងប្រើពាក្យហ្នឹងបាទពាក្យនេះតូរីម៉ាស់យកណាបាទយកពាក្យបន្ទាប់ទៀតថូរីម៉ាស់ដែរតែតកតទៅនឹងថតអក្សរកាន់ជីខុសគ្នាណាអ្នកទាំងអស់គ្នាបាទហើយពាក្យបន្ទាប់ទៀតខាងក្រោយណាអូស៊ីម៉ាស់នេះកែណាបាទណាអូស៊ីម៉ាស់ហ្នឹងកែបាទតែអញ្ចឹងមកមើលពាក្យក្រុមទី1ជាមួយខ្ញុំបន្តទៀតណាបាទអញ្ចឹងពាក្យនេះបាទពាក្យខាងលើនេះគឺពាក្យណារ៉ៃម៉ាស់បាទណារ៉ៃម៉ាស់នេះគឺយើងបកប្រែថារៀនណាបាទអ្នកទាំងអស់គ្នាឃើញណាបាទណារ៉ៃម៉ាស់រៀនពាក្យទី2 Norima ជីបាទសើក្រុមទី1អ្នកទាំងអស់គ្នាហើយពាក្យបន្ទាប់ទៀត Hairima ហ្នឹងចូលយើងចូលបន្ទប់ទឹកចូលផ្ទះចូលអីគឺយើងប្រើបានដែរបាទពាក្យបន្ទាប់ទៀតគឺ Hatarakima ធ្វើការពាក្យបន្ទាប់ទៀត Hanashima និយាយណាបាទនិយាយពាក្យចុងក្រោយនេះគឺពាក្យ Haraima ហ្នឹងយើងបងណាអ្នកទាំងអស់គ្នាយើងបងអីគេបងលុយសាលាបងថ្លៃទឹកភ្លើងអីហ្នឹងណាបាទឬក៏ចំណាយក៏បានដែរហារ៉ៃម៉ាស់ហ្នឹងបាទតែអញ្ចឹងអ្នកទាំងអស់គ្នាចូលពាក្យកិរិយាសព្ទបន្តទៀតណាបាទពាក្យទី1ខាងលើហ៊ីគីម៉ាស់លេងអ្នកទាំងអស់គ្នាលេងភ្លេងឧបករណ៍អីហ្នឹងគឺគេប្រើហ៊ីគីម៉ាស់ហ្នឹងឯងគេអត់ប្រើស៊ីម៉ាស់ណាបាទពាក្យបន្ទាប់ទៀតហ្វូរីម៉ាស់ហ្នឹងធ្លាក់ដូចអ្នកទាំងអស់គ្នាតកតទៅនឹងមេឃធ្លាក់ភ្លៀងអីណាបាទគឺគេប្រើហ្វូរីម៉ាស់ពាក្យបន្ទាប់ទៀត Margarima ហ្នឹងបតណាបាទយើងបតស្ដាំបតឆ្វេងក៏យើងប្រើដែរបាទពាក្យបន្ទាប់ទៀត Machima រងចាំណាបាទរងចាំតែអញ្ចឹងពាក្យនេះ Mochima ណាបាទ Mochima ហ្នឹងមានក៏បានកាន់ក៏បានយូរក៏បានដែរណាបាទអញ្ចឹងប្រយ័ត្នច្រឡំគ្នាមួយលើណា Yasumima ហ្នឹងមានន័យថាសម្រាកណាអ្នកទាំងអស់គ្នាសម្រាក Yasumima បាទសម្រាក
តែចឹងអ្នកទាំងគ្នាមើលក្រុមបន្តទៀតណាបាទក្រុមទី1របស់យើងបន្តទៀតគឺពាក្យយកប៊ីម៉ាស់មានន័យថាហៅណាបាទយកប៊ីម៉ាស់ហ្នឹងទី2យកមីម៉ាស់ណាបាទឥឡូវយកប៊ីម៉ាស់អាក្រោមយកមីម៉ាស់ប្រយ័ត្នច្រឡំណាយកមីម៉ាស់នេះអានបាទអានយើងអានសភៅអានអីណាបាទពាក្យនេះគឺវ៉ាតារីម៉ាស់ហ្នឹងឆ្លងអ្នកទាំងអស់គ្នាឆ្លងវ៉ាតារីម៉ាស់ឆ្លងកាត់ឆ្លងអីហ្នឹងឆ្លងស្ពីនអីចឹងទៅណាបាទពីបន្ទាប់ទៀតអសូប៊ីម៉ាស់ហ្នឹងយើងបកប្រែថាលេងអ្នកទាំងអស់គ្នាលេងអីដើរលេងរត់លេងណាបាទតើអញ្ចឹងអ្នកទាំងអស់គ្នាពាក្យនេះគឺហាស៊ីរីម៉ាស់នេះរត់ណាបាទយើងរត់យើងអីចឹងទៅពាក្យបន្ទាប់ទៀតណូមីម៉ាស់ហ្នឹងយើងបកប្រែថាផឹកណាបាទអ្នកទាំងអស់គ្នាផឹកទឹកផឹកអីហ្នឹងគឺគេប្រើប្រាស់ពាក្យហ្នឹងណាបាទតែអញ្ចឹងអ្នកទាំងគ្នាមើលពាក្យក្រុមទី1បន្តទៀតអញ្ចឹងអាចថារៀងច្រើនបន្តិចណាខ្ញុំបរៀនសរុបដើម្បីកុំឲ្យអ្នកទាំងគ្នាពិបាកមើលវីដេអូម្ដងហើយម្ដងទៀតអញ្ចឹងខ្ញុំដាក់ម្ដងមួយសេតហ្មងអាចថាយូរបន្តិចតែអ្នកទាំងគ្នាចំណេញកុំឲ្យពិបាកក្នុងការរកណាសម្រាប់ក្រុមទី1តែអញ្ចឹងពាក្យទី1ខាងលើតូប៊ីម៉ាស់មានន័យថាហោះហើរអញ្ចឹងទៅណាបាទទី2តូដូគីម៉ាស់មានន័យថាដល់ណាបាទតាក់ទងទៅនឹងអីវ៉ាន់ទៅដល់មកដល់អញ្ចឹងណាបាទពាក្យទី3យ៉ូរ៉ូកូប៊ីម៉ាស់ហ្នឹងរីករាយសប្បាយរីករាយណាបាទពាក្យបន្ទាប់ទៀតណាគីម៉ាស់យំបាទអ្នកទាំងអស់គ្នាយំអីហ្នឹងគឺយើងប្រើបានណាគីម៉ាស់ពាក្យបន្ទាប់ទៀតគឺវ៉ារ៉ៃម៉ាស់ហ្នឹងសោចណាបាទវ៉ារ៉ៃម៉ាស់សោចអ្នកទាំងអស់គ្នាសោចលើរឿងអីមួយហ្នឹងទៅអូខូរីម៉ាស់ខឹងណាបាទអាចថាផ្ទុយគ្នាសោចហើយនឹងខឹងយំអីហ្នឹងទៅបាទអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំនឹងបង្កើតជា playlist បាទ playlist ហ្នឹងលក្ខណៈយើងបែងចែកដាក់មួយផ្នែកអញ្ចឹងទៅអញ្ចឹងខ្ញុំដាក់មួយផ្នែកក្រុមទី1ខ្ញុំបង្កើតសម្រាប់អ្នកទាំងអស់គ្នាចង់រកមើលកិរិយាសព្ទក្រុមទី1ទី2ទី3វានៅក្នុងplaylist ហ្នឹងទាំងអស់ណាមួយក្រុមហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចស្រួលរៀនណាបាទអញ្ចឹងវីដេអូក្រោយខ្ញុំនឹងធ្វើក្រុមទី2បាទអញ្ចឹងនេះកិរិយាសព្ទក្រុមទី2នេះគ្រូពឹណាបាទអញ្ចឹងអ្នកទាំងអស់គ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតណាបាទអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់អំពីកិរិយាសព្ទក្រុមទី1ណាបាទអញ្ចឹងក្រុមទី1គេសម្គាល់ដោយសំឡេងជួអក្សរអ៊ីនៅជាប់ម៉ាស់បាទអញ្ចឹងឲ្យតែជួអក្សរអ៊ីឲ្យតែជួវាណាមិនមែនអក្សរអ៊ីទេជួអក្សរអ៊ីអញ្ចឹងគឺយើងចំណាំបែបហ្នឹងហើយគឺយើងស្រួលនៅក្នុងការបំបែកទម្រង់គឺអញ្ចឹងការបំបែកទម្រង់កិរិយាសព្ទរបស់យើងវាមានទម្រង់តេខេណៃខេជីសូខេតាក់ខេអញ្ចឹងជាដើមនឹងមានទម្រង់ខាណូកេមេរេខេទម្រង់អីផ្សេងណាខេមីកេអីជាដើមអ្នកទាំងអស់គ្នារៀនទៅលើទៀតបើអ្នកទាំងអស់គ្នានៅតែអត់ចាំក្រុមគឺពិបាកអញ្ចឹងអ្នកទាំងអស់គ្នាអាចរៀនជាមួយខ្ញុំដើម្បីឲ្យយល់កាន់តែច្បាស់ស្រួលណាបាទស្រួលរៀនអញ្ចឹងបើអ្នកទាំងអស់គ្នាពេញចិត្តនៅការធ្វើវីដេអូរបស់ខ្ញុំមួយហ្នឹងឬក៏វីដេអូផ្សេងអ្នកទាំងអស់គ្នាអាច comment ម្នាក់មួយផងណាបាទដើម្បីឲ្យខ្ញុំដឹងថាអ្នកទាំងអស់គ្នាពិតជាយល់មែនអញ្ចឹងការខំប្រឹងបរៀនរបស់ខ្ញុំវាលក្ខណៈអត់អាសាបងណាបាទព្រោះដោយសារពេលខ្លះខ្ញុំរវល់ដែរអញ្ចឹងទៅអញ្ចឹងខ្ញុំឆ្លៀតដើម្បីគិតថាអ្នកទាំងអស់គ្នាត្រូវការវីដេអូមេរៀនផ្សេងចឹងហើយក៏ធ្វើដើម្បីឲ្យអ្នកទាំងអស់គ្នាទទួលបានលទ្ធផលល្អដូចគ្នាណាបាទអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតបាទបើចង់តាមដានអាច subscribe ទៅបាទអញ្ចឹងវានឹងលោតទៅនៅពេលដែលខ្ញុំបង្ហោះណាបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀត Oscar Resamades